ខ្ញុំកាន់ប្រើទូរស័ព្ទ Oppo មួយគ្រឿងនេះ2ថ្ងៃហើយអត់ទាន់សាកថ្មម្ដងទេលេងហ្គេមផងមើលរឿងផងអូលេង Facebook ថតរូបលេងវាពិតជាកាន់ខ្លាំងមែនទែនដល់វាមានទំហំថ្មធំដល់ទៅ7000 mAh វាធំសឹងតែប្រហែលទៅនឹង tablet ទៅហើយសំខាន់វាមានល្បឿនសាកលឿនដល់ទៅ80 W ដែលចាយពេល1ម៉ោងសម្រាប់ការសាកពី0ឡើងដល់ 100% វិញតែតើតែប្រើដុំសាកដែលគេដាក់មកនៅក្នុងប្រអប់ស្រាប់ទើបទទួលបានល្បឿនសាកលឿនបើប្រើដុំសាកផ្សេងវាអាចសាកបានត្រឹម 33 W ឬក៏15 W ប៉ុណ្ណោះសំខាន់វាមានបច្ចេកវិទ្យា reverse charging ដែលអាចឲ្យយើងប្រើវាសម្រាប់សាកថ្មទៅកាន់ឧបករណ៍ដទៃបានទៀតអញ្ចឹងសម្រាប់អ្នកដែលចង់បានទូរស័ព្ទថ្មកាន់ខ្លាំងនិងសាកបញ្ចូលវិញឆាប់ពេញ Oppo A6 Pro គឺជាជម្រើសល្អខ្ញុំប្រើវា2ថ្ងៃពេញវានៅសល់ថ្ម 34% ទៀតហើយខ្ញុំចង់ប្រាប់ថាទូរស័ព្ទនេះគឺកំពុងលក់ដាច់ខ្លាំងនៅហាង Nika ដោយសារឃើញវាលក់ដាច់យ៉ាងហើយខ្ញុំក៏សាកយកវាមកតេស្តប្រើចង់ដឹងថាវាមានអីពិសេសខ្លះបានគេចាប់អារម្មណ៍វាបែបនេះទៅលើការ design រូបរាងវាលើកនេះពិតជាស្អាតមើលទៅ premium ដូចទូរស័ព្ទតម្លៃថ្លៃអញ្ចឹងទោះវាមានទំហំថ្មធំតែគេរក្សាកម្រាស់នៅត្រឹម 8 mm ប៉ុណ្ណោះជាមួយនឹងទម្ងន់ស្រាលត្រឹម 188 ក្រាមទេវាមានតួខ្លួនជា plastic ជាមួយនឹងការ design បែបជ្រុងនិងមាន frame កាមេរ៉ាមិនសូវលយចេញមកខ្លាំងពេលដាក់លើតុចុចវាមិនរង្គើខ្ញុំពេញចិត្តជាមួយនឹងទម្រង់កាមេរ៉ាបែបនេះមើលទៅស្អាតហើយពណ៌ដែលខ្ញុំបង្ហាញនេះគេហៅថា coral pink ជាពណ៌ឈូកស្រាលដែលបង្កប់រចនារូបដូចជាផ្កានៅក្នុងខាងក្រោយមើលទៅស្អាតតាក់ភ្នែកជាពិសេសសម្រាប់នារីពណ៌នេះដឹងថាត្រូវចិត្តវាក៏មានជម្រើសពណ៌ខៀវមួយទៀតផងដែរទូរស័ព្ទនេះក៏មាន IP68 និង IP69 ដែលអាចស៊ូទ្រាំនឹងសម្ពាធទឹកខ្ពស់អាចជំនួយនៅក្នុងទឹកបានជម្រៅ1ម៉ែត្រកន្លះនិងអាចស៊ូពីសីតុណ្ហភាពទឹក80អង្សាផងដែរហើយទូរស័ព្ទនេះក៏បានឆ្លងកាត់ការធ្វើតេស្តលំដាប់យោធា Military Grade 810H ដើម្បីធានាបានពីភាពធន់មាំនៃតួខ្លួនរបស់វាព្រោះការប្រើប្រាស់ប្រចាំថ្ងៃយើងអាចនឹងជួបបាតុហេតុចៃដន្យដូចជាធ្លាក់ប៉ះទង្គិចអីហ្នឹងគឺមិនមានបញ្ហាទេវាអាចប្រើ SIM បាន2គ្រប់គ្រងសេវា 4G ដោយជាង SIM ទី2វាអាចដាក់ថែម memory ខាងក្រៅបានបើត្រូវការហើយវាក៏មានមុខងារ AI Link Boost 3.0 ដែលសម្របទៅតាមបរិយាកាសដែលយើងកំពុងស្ថិតនៅជួយចាប់សេវាទូរស័ព្ទបានកាន់តែខ្លាំងជាងមុនមានន័យថាវាជួយទៅដល់ការ call ទូរស័ព្ទការប្រើអ៊ីនធឺណិត video call លេង game online ឬពេល download មិនឲ្យមានភាពរអាក់រអួលទោះបីសេវាខ្សោយក៏ដោយ Oppo A6 Pro មានអេក្រង់ទំហំ 6.57 អ៊ីនជាប្រភេទ AMOLED ជាមួយនឹងកម្រិតបង្ហាញ Full HD+ កម្រិត 1000 លានពណ៌កម្រិតពន្លឺអាចឡើងខ្ពស់ដល់ 1400 nit មិនត្រឹមតែបង្ហាញពណ៌បានច្បាស់ល្អទេវាក៏មាន camera sensor ស្ដើងត្រឹម 1.67 mm ទេនិងមានក្រាការពារដោយកញ្ចក់ AGC DT Star D+ វាធន់នឹងការឆ្កូតប្រហែលទៅនឹង Gorilla Glass ដែរគ្រាន់តែមិនសូវល្បីដូច Corning Gorilla Glass និងមាន refresh rate 120Hz អញ្ចឹងវាច្បាស់ហើយការប៉ះបញ្ជាក៏រអិល smooth ល្អកាន់តែពិសេសមួយទៀតហ្នឹងគឺវាមាន speaker stereo 2គ្រាប់ដែលលាន់ងំព្រោះល្អជាមួយនឹងមុខងារ Ultra Volume Mode ដែលជួយបង្កើនកម្រិតសំឡេងឡើងដល់ 300% ដែលវាស្រែកបានខ្លាំងនិងមិនលាន់បែករ៉ែនោះទេសម្រាប់ប្រព័ន្ធសុវត្ថិភាព sensor scan កញ្ចក់ដៃគេបង្កប់នៅក្រោមអេក្រង់ដែលអាច scan ដល់សារបានលឿន Oppo A6 Pro មាន RAM 8GB ជាមួយនឹង RAM ជំនួយ 8GB ទៀត storage 256GB ប្រើ chip MediaTek Helio G100 ខ្លាំងល្មមនៅក្នុងកម្រិតទូរស័ព្ទលំដាប់កណ្ដាលបន្ទុកពី Antutu វាទាញបាន 520000 ជាងមិនថាការប្រើទូទៅនិងលេងហ្គេមជាដើមដូចជា Call of Duty PUBG គឺវាដំណើរការបាន smooth ល្អនៅក្នុងកម្រិត 60 frame និងមានមុខងារ Hyper Boost សម្រាប់ជួយរុញកម្លាំងម៉ាស៊ីនឲ្យរត់បានខ្លាំងពេលលេងហ្គេមក៏ដូចជាមានបំពាក់បន្ទះ Vapor Chamber សម្រាប់ជួយកាត់បន្ថយកម្ដៅនៅក្នុងម៉ាស៊ីនផងដែរវាដំណើរការដោយ Android 15 ColorOS 15មានមុខងារ AI សម្រាប់កែរូបភាពដូចជា AI Eraser សម្រាប់លុបអីមួយចេញពីរូបថត AI Recompose សម្រាប់ជួយកែតម្រូវប្លង់កាត់តម្រឹមមុំរូបភាពដែលយើងថតខុសឲ្យត្រឹមត្រូវ AI Enhance Clarity ជួយឲ្យរូបភាពច្បាស់ខ្លាំងជាងមុនAI Perfect Shot ជួយកែមុខមនុស្សពេលថតច្រឡំបិទភ្នែកឲ្យឃើញបើកភ្នែកវិញជាដើមក៏ដូចជា AI Tool សម្រាប់ជួយកែតម្រូវពាក្យឬសង្ខេបអត្ថបទនៅក្នុង Note ជាដើមវាមានទាំងមុខងារ O+ Connect សម្រាប់ធ្វើការ share រូបភាពឬឯកសារផ្សេងៗជាមួយនឹងទូរស័ព្ទ iPhone បានស្តៀងទៅនឹង AirDrop អញ្ចឹងនឹងមានមុខងារ Beacon Link ដែលអនុញ្ញាតឲ្យម្ចាស់ទូរស័ព្ទ Oppo អាចធ្វើការតាក់ទងគ្នាមួយទៅនឹងមួយបានទោះគ្មានសេវាទូរស័ព្ទឬ Wi-Fi ក៏ដោយវាធ្វើការតភ្ជាប់គ្នាតាមរយៈ Bluetooth បានចម្ងាយប្រហែល 200 ម៉ែត្រអីប៉ុណ្ណោះអាចថាវាសង្គ្រោះយើងបានម្ដងម្កាលពេលយើងនៅចំណតឡានក្រោមដីទៅបោះតង់នៅព្រៃឬតំបន់ដាច់ស្រយាលជាដើមគេបានបញ្ជាក់ថា Oppo A6 Pro អាចទទួលបានកំណែ update បានប្រមាណចំនួនទេតែគេអះអាងថាវាអាចប្រើ smooth ល្អដល់ទៅ5ឆ្នាំមានចំណុចមួយដែលខ្ញុំអត់ពេញចិត្តគឺត្រង់វាមានកម្មវិធីអត្ថប្រយោជន៍និងហ្គេមមួយចំនួនដំឡើង
ឡើងមកស្រាប់ game ខ្លះខ្ញុំលុបហើយក៏វានៅតែ install មកខ្លួនឯងដដែលមិនដឹងថាមកពីអីដែរវាដូចជាការបង្ខំឲ្យយើងប្រើនៅអ្វីដែលយើងមិនចង់បានចូលមកផ្នែកកាមេរ៉ាវិញវាមានកាមេរ៉ាក្រោយ2គ្រាប់ lens ដើម50 megapixel និង lens depth 2 megapixel វាអាចថតវីដេអូបានដល់កម្រិត 1080 60 frame ចំណែកកាមេរ៉ាខាងមុខទំហំ16 megapixel អាចថតវីដេអូបានក្នុងកម្រិត 1080 30 frame វាក៏មានមុខងារសម្រាប់ឲ្យយើងថតរូបនៅក្នុងទឹកបានបើត្រូវការខ្ញុំនឹងបង្ហាញរូបភាពដែលខ្ញុំបានថតចេញពី Oppo A6 Pro នេះអ្នកទាំងអស់គ្នាអាចពិនិត្យមើលបាន ក្រុមហ៊ុនដាក់លក់ Oppo A6 Pro នៅក្នុងតម្លៃ$239សម្រាប់ទំហំ 128G និង$269សម្រាប់ទំហំ 256G តែបើសិនជាបងអញ្ជើញមកទិញពី Hanica យើងមានតម្លៃពិសេសជូនជាមួយនឹងការធានាពីក្រុមហ៊ុនមួយឆ្នាំតែបើសិនជាធ្វើឲ្យបែកអេក្រង់នៅក្នុងរយៈពេលមួយឆ្នាំដែលយើងប្រើក៏គេដូរអេក្រង់ឲ្យម្ដង free ផងដែរមានថែមជូនកាស wireless និងការថែមជូនផ្សេងទៀតតម្លៃនេះអាចថាល្មមមិនថ្លៃមិនថោករូបរាងវាស្អាតទាក់ទាញអេក្រង់គុណភាពខ្ពស់កម្លាំងម៉ាស៊ីនខ្លាំងទទួលយកបានសម្រាប់ការប្រើទូទៅនឹងលេង game graphic ល្មមមានមុខងារ AI ច្រើនដាក់ឲ្យប្រើជាពិសេសគឺសម្រាប់អ្នកដែលចង់បានទូរស័ព្ទថ្មកាន់ខ្លាំងតែមិនក្រាស់និងសាកថ្មលឿនឆាប់ពេញមួយគ្រឿងនេះនឹងមិនធ្វើឲ្យអ្នកខកបំណងទេអាចថាវារៀងស្ទើរបន្តិចត្រង់កាមេរ៉ាអត់មាន lens ultra wide និងមិនអាចថតវីដេអូដល់ 4K តែក្រៅពីនេះគឺវាមានចំណុចល្អច្រើនអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀត